បាទសួស្តីថ្ងៃនេះយើងមកជួបគ្នាបន្តតទៅនឹង limit នៃអនុគមបាទគឺដែលខ្ញុំលើកយកនៅលំហាត់ចំនួន3គឺ A លំហាត់ A លំហាត់ B និងលំហាត់ C បាទយើងបានដឹងហើយថាចំពោះការគណនា limit មុននឹងយើងគណនាជាដំបូងយើងត្រូវកំណត់រាងវាសិនបាទរាងរបស់វាយ៉ាងដែរគឺមានរាងកំណត់ហើយនិងរាងមិនកំណត់ហើយរៀងកំណត់យើងដោះស្រាយមិនហើយរៀងមិនកំណត់យើងដោះស្រាយមិនបាទហើយរៀងមិនកំណត់ហ្នឹងរៀងអីគេខ្លះបាទឥឡូវជាក់ស្ដែងយើងមើលលំហាត់ទាំង3របស់យើងនេះតើវាជារៀងកំណត់ឬក៏រៀងមិនកំណត់បាទអូខេអញ្ចឹងបងប្អូនអាចលួចគិតមើលបន្តិចមើលគិតមុនគ្រូបន្តិចមើលថាវាជារៀងកំណត់ឬរៀងមិនកំណត់បាទគិតមើលបន្តិចបាទអូខេអញ្ចឹងឥឡូវខ្ញុំបង្ហាញនៅក្នុងចម្លើយតែម្ដងបាទតោះអញ្ចឹងនេះបាទអញ្ចឹងឥឡូវ limit A បាទគឺគណនា limit x ខិតជិត1នៃ 3x បូក5បាទដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងមុននឹងធ្វើការគណនា limit ដល់យើងមើលរៀងវាសិនវាចូលរៀងយ៉ាងម៉េចបាទរៀងកំណត់ឬរៀងមិនកំណត់បាទឥឡូវយើងមើលលក្ខណៈ2នេះបាទគេថាអញ្ចឹងគេឲ្យអនុគម fx កំណត់លើដែនកំណត់ d មានន័យថា fx នេះមានដែនកំណត់វាគឺ d បាទហើយចំពោះគ្រប់ a ជារបស់ d បាទ a ជារបស់ d មានន័យថា a កំណត់នៅក្នុងដែនកំណត់ d នឹងដែរបាទអញ្ចឹងគេទាញបាន limit x ខិតជិត a នៃ fx គឺស្មើ s នៃ a បាទអញ្ចឹង limit នេះសម្គាល់ថាជា limit រៀងកំណត់ឬក៏មិនកំណត់បាទអញ្ចឹង limit ប្រភេទនេះគេហៅថា limit រៀងកំណត់គឺគេមើលលើ a នេះបាទ a ហ្នឹងវាជារបស់ d ហើយ fx នេះវាមានដែនកំណត់ d ហើយបើ a ជារបស់ d អញ្ចឹង limit x ខិតជិត a នៃ fx គឺជា limit រៀងកំណត់បាទបើកំណត់យើងគ្រាន់តែជំនួសចូលទេបាទនេះមាន limit x ខិតជិត a នៃ fx គឺយើងគ្រាន់តែសរសេរមកគឺថាស្មើ s នៃ a បាទអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតចំណុចដែលខ្ញុំបង្ហាញនេះគឺបង្ហាញថាចង់បញ្ជាក់ថាពីលក្ខណៈនៃ limit ដែលមានរាងកំណត់បាទកំណត់គឺយើងមើលទៅលើ a នេះបាទនេះលើមើលទៅលើ a បាទមើលទៅលើ a ហ្នឹងបែបនេះមើលទៅលើ a បើ a ជារបស់ d ដែលជាដែនកំណត់នៃអនុគម fx អញ្ចឹងមានន័យថា limit x ខិតជិត a នៃ fx នេះគឺជា limit រៀងកំណត់ហើយបើវារៀងកំណត់យើងនេះជំនួសចូលបាទគឺស្មើ s នៃ a បាទអូខេអញ្ចឹងឥឡូវយើងមកមើលអនុគមយើងបាទនេះអនុគមនេះ limit នៃអនុគម a របស់យើងនេះគឺ limit x ខិតជិត1 3x បូក5បាទអញ្ចឹងយើងមើលអនុគមនេះដែលនៅមុខ limit នេះអនុគមនេះជាអនុគមស្អីបាទវាជាអនុគមពហុធាបាទអញ្ចឹងយើងត្រូវស្គាល់អំពីលក្ខណៈនៃអនុគមពហុធាអញ្ចឹងអនុគមពហុធាមានដែនកំណត់មិនបាទនេះឥឡូវខ្ញុំឲ្យបង្ហាញមើលនេះគេថាអញ្ចឹងអនុគមពហុធាកំណត់គ្រប់ x ជារបស់ r អញ្ចឹងមានន័យថា d វាស្មើ r បាទ d ស្មើ r បាទអញ្ចឹងអនុគមពហុធាគឺកំណត់គ្រប់ x ជារបស់ r អញ្ចឹងមានន័យថា d វាស្មើ r d ស្មើ r ឥឡូវយើងមើលនេះដូចខ្ញុំបញ្ជាក់មុនគឺឲ្យមើល a ឥឡូវ a របស់យើងនេះ a របស់យើងគឺ1នេះបើយើងប្រៀបធៀបនេះ a លេខ1នេះ a គឺលេខ1អញ្ចឹងអនុគមនេះគឺអនុគមពហុធាវាកំណត់គ្រប់ x ជារបស់ r អញ្ចឹង1នេះវាក៏ជារបស់ r អញ្ចឹងបើ1ជារបស់ r អញ្ចឹងមានន័យថា limit នេះគឺជា limit មានរាងកំណត់បាទជា limit កំណត់អញ្ចឹងមានរាងកំណត់អញ្ចឹងយើងប្រើតាមលក្ខណៈនេះយកមកបាទអញ្ចឹង s នៃ1គឺយើងប្រើ s នៃ1បាទអញ្ចឹង3គុណឲ្យ1មានន័យថាកន្លែងណាមាន x ចំនួនឲ្យលេខ1បូកឲ្យ5បាទតោះមកយើងគណនាមកបាន3បូក5បាទអញ្ចឹងស្មើ8បាទអញ្ចឹងដូច្នេះកន្លែងនេះ a យើងស្មើ8បាទអូខេប៉ុណ្ណឹងឥឡូវបាទហើយចំពោះលំហាត់ B លំហាត់ C សូមបងប្អូនដោះស្រាយនិងអនុវត្តដោយខ្លួនឯងបាទ
អូខេអញ្ចឹងហើយចុងក្រោយសូមអ្នកទាំងអស់គ្នាជួយចុច subscribe ឲ្យបានម្នាក់មួយបាទអរគុណសូមជម្រាបលាបាទ